ត្រូវតែទទួលស្គាល់ការពិតរស់នៅជាមួយការពិតផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យច្រើនដែលជៀសវាងកុំឲ្យមានបញ្ហាមួយគឺបាក់ទឹកចិត្តរហូតដល់ការធ្វើអត្តឃាតខ្លួនឯងវាអត់មានន័យតាមពិតទៅបងរឿងមួយដែលបានទទួលបទពិសោធន៍នៅក្នុងពេលដែលយើងបានជជែកគ្នានេះបងគិតថាมันខុសគ្នាទេត្រូវឯងចំពោះមនុស្សម្នាក់ដែលគាត់មានបញ្ហាបាក់ទឹកចិត្តក៏ដូចជាខកចិត្តជាមួយនឹងរឿងរ៉ាវជាច្រើននៅក្នុងជីវិតមួយបែបម្នាក់ចឹងឯងបងចង់ឲ្យបងអូនមានជាសារអ្វីខ្លះសំខាន់ដែលអាចជួយជាការលើកទឹកចិត្តកំឡុងពេលដែលយើងកំពុងតែមានបញ្ហាដូចគ្នាតែយើងអាចឈរជើងនិងធ្វើឲ្យខ្លួនយើងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈបទពិសោធន៍ខ្ញុំជួបបញ្ហាវាយូរឆ្នាំដែរជាង10ឆ្នាំប៉ុន្តែតាំងពីមនុស្សដែលមិនហ៊ានចេញមកជួបអ្នកណានៅតែម្ដងឥឡូវយើងមានភាពក្លាហានក្នុងការប្រជុំមុខអ្នកដទៃដើរធ្វើអីយើងហ៊ានប្រឈមមុខទាំងអស់ហ្នឹងគឺចង់និយាយថាខ្ញុំមានសារនឹងចង់ជូនទៅដល់អ្នកដែលគាត់កំពុងតែមានបញ្ហាពេលត្រូវរៀនយល់បងប្អូនត្រូវរៀនយល់ថាជីវិតធម្មតាវាតែងតែជួបរឿងអាក្រក់រឿងល្អគឺវានៅជាមួយគ្នាក៏ប៉ុន្តែគាត់ថាវាមិនបានកើតជាមួយគ្នាទេប៉ុន្តែវានៅជាមួយគ្នានៅក្នុងដំណើរជីវិតរបស់យើងអញ្ចឹងពេលដែលយើងជួបរឿងអាក្រក់ជួបរឿងមិនដូចចិត្តត្រូវមានស្មារតីយល់អញ្ចឹងថាជីវិតវាធម្មតាវាជួបអញ្ចឹងវាតែងតែជួបអញ្ចឹងមើលខ្លួនយើងតែយើងអាចដោះស្រាយបានតាមបែបណាតាមណាអញ្ចឹងយើងដោះស្រាយតាមដំណើររឿងហ្នឹងទៅហើយអ្វីសំខាន់ណាខ្ញុំសូមប្រាប់ថាទោះបីជាយើងបាត់បង់របស់ខាងក្រៅយ៉ាងណាយើងត្រូវប្រាប់ខ្លួនយើងថាយើងនៅមានជីវិតនៅមានសុខភាពនៅមានកាយសម្បទាគ្រប់គ្រាន់នេះឯងគឺជាដើមទុនបន្តដំណើរទៅមុខទៀតអាជីវសម្រាប់ខ្លួនហ្នឹងចំណុចធំមានតែមួយទេយើងអត់បានឃើញតម្លៃជីវិតយើងបាទហើយយើងឲ្យតម្លៃរបស់ខាងក្រៅខ្លាំងពេកធម្មតាយើងរស់នៅវាតែងតែប្រស្រ័យអារបស់ខាងក្រៅអ្វីដែលសំខាន់ជាងគេក្នុងជីវិតគឺជីវិតខ្លួនយើងនឹងតែម្ដងរបស់ខាងក្រៅមានជួបមានបែកជារឿងធម្មតាទេបញ្ហាស្អីគាត់វាជួបនឹងអានឹងខាងក្រៅនឹងខ្លាំងពេកចង់និយាយថាបើសិនជាបងប្អូនណាគាត់ជួបបញ្ហាទាំងអស់នឹងហើយគាត់ចង់ទៅធ្វើរឿងផ្ដេសផ្ដាស់មុននឹងបងធ្វើត្រូវគិតសិនថាយើងនៅមានកាយសម្បទាគ្រប់គ្រាន់មានសុខភាពល្អយើងទៅប្រៀបធៀបបងប្អូនដែលគាត់ពិការជើងពិការដៃពិការភ្នែកអ្នកខ្លះគាត់ស្ដោកនៅទៅលើក្រែតែយើងល្អជាងគាត់ប៉ុណ្ណាយើងល្អជាងគាត់ខ្លាំងណាស់អារឿងហ្នឹងបាទអញ្ចឹងខ្ញុំសូមប្រាប់អញ្ចឹងថាមុននឹងធ្វើអីត្រូវគិតបើមិនស្រឡាញ់ណាស្រឡាញ់ខ្លួនឯងបាទបន្តដំណើរមួយខ្លួនឯងបាទរស់នៅមួយខ្លួនឯងកុំអស់សង្ឃឹមបាទកុំអស់សង្ឃឹមរៀនផ្ដល់ធម៌ពលជីវិតផ្លូវចិត្តឲ្យខ្លួនឯងឲ្យកាន់តែរឹងមាំបាទទោះបីជាមានរឿងឧបសគ្គអីក៏ដោយស្គាល់យកការពិតស្គាល់ការពិតរស់នៅមួយការពិតធម្មតាជីវិតអត់មានណាជួបរឿងល្អរហូតទេបាទវាតែងតែជួបរឿងអាក្រក់ដែរឧបសគ្គនឹងវាតែងតែមានអញ្ចឹងបើសិនជាមនុស្សយើងជួបតែរឿងល្អរហូតអត់មានព្រះត្រាស់ដឹងឡើងទេក្នុងលោកហ្នឹងហើយបងពិតជាអរគុណបងអូនសម្រាប់ខ្លឹមសារដ៏ខ្លីខ្លឹមដែលធ្វើឲ្យបងប្អូនយើងដែលគាត់បានទស្សនាគាត់នឹងមានអារម្មណ៍មួយថាត្រូវតែទទួលស្គាល់ការពិតរស់នៅជាមួយការពិតផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យច្រើនដែលជៀសវាងកុំឲ្យមានបញ្ហាមួយគឺបាក់ទឹកចិត្តរហូតដល់ការធ្វើអត្តឃាតខ្លួនឯងវាអត់មានន័យទៅឯងបាទខ្ញុំអរគុណសម្រាប់បងប្អូនទាំងគ្នាដែលបានចូលរួមទស្សនាវីដេអូមួយនេះវាគឺជាសារក្នុងការជួយចែករំលែកឲ្យបងប្អូនមានកម្លាំងចិត្តផ្លូវចិត្តនិងរកដំណោះស្រាយច្រកចេញខ្លួនឯងឲ្យខ្លួនយើងកាន់តែល្អប្រសើរក្នុងការរស់នៅកុំឲ្យតម្លៃរបស់ខាងក្រៅខ្លាំងកុំឲ្យតម្លៃរបស់ខាងក្រៅខ្លាំងពេកកាលណាយើងឲ្យខ្លាំងពេកប្រៀបធៀបនឹងខ្លួនឯងខ្លាំងពេកវានាំជាសម្ពាធចំណងរឹតចម្បាក់គឺជាខ្សែមួយដ៏តឹងមែនតើធ្វើយើងខ្លួនឯងកាន់តែខ្លាំងបាទ